សូមជូនរឿងបាមានបើដំណើរពីតាអ៊ុនដែលរស់នៅក្នុងភូមិតូចមួយគឺជាមនុស្សមិនចូលចិត្តធ្វើបុណ្យឡើយកាលពីក្មេងគាត់ប្រកបរបរកាប់គោលក់សាច់លុះវ័យចំណាស់បន្តិចគាត់ចូលចិត្តផឹកស្រាលេងល្បែងនិងធ្វើបាបប្រពន្ធកូនហេតុដូច្នេះប្រពន្ធកូនគាត់ក៏ចាកចេញពីគាត់ទៅស្រុកឆ្ងាយជាមួយនឹងកូនរបស់គាត់ពេលនោះតាអ៊ុនចាស់ជរាគាត់ក៏មានជំងឺឈឺធ្ងន់ហើយពុំមានកូនចៅណាមើលថែរក្សាគាត់ឡើយពេលគាត់ឈឺគាត់បានស្រែកដូចគោរោអញ្ចឹងនៅជិតផ្ទះគាត់មានប្តីប្រពន្ធពីរនាក់រស់នៅក្បែរគាត់ហើយតែងតែយកបាយសម្លជូនគាត់ពិសារាល់ថ្ងៃរហូតដល់តាអ៊ុនជិតលាចាកលោកទៅតាអ៊ុនក៏និយាយទៅថាចៅទាំងពីរតាអរគុណច្រើនហើយដែលចៅបានមកជួយមើលថែតាយកបាយសម្លទាំងនេះមកទៀតតាសូមឧទ្ទិសកុសលឲ្យចៅកើតជាណានាកុំឲ្យស្គាល់ភាពអត់ឃ្លានអីសោះណាចៅតាមិនអីទេព្រោះថាចៅទាំងពីរអាណិតតាណាស់ដោយមិនមានកូនចៅណាមកថែរក្សាតាសោះបាទចៅនេះមកពីតាលោកធ្វើអំពើមិនល្អចំពោះពួកគាត់ហើយកម្មទាំងនេះក៏ធ្លាក់មកលើកតាវិញនេះហើយរឿងនឹងបានកើតឡើងហើយមិនអីទេចៅសូមចៅត្រឡប់ទៅផ្ទះវិញចុះកន្លងបាន3-4ថ្ងៃតាអ៊ុនក៏លាចាកលោកទៅចំណែកប្តីប្រពន្ធទាំងពីរក៏បានធ្វើបុណ្យតាមប្រពៃណីជូនលោកក្រោយមកមានភ្លៀងធ្លាក់ជាខ្លាំងធ្វើឲ្យទឹកដក់គ្រប់ទីកន្លែងបរោះជាប្តីក៏ស្ពាយទ្រង់ទៅឆ្លោះត្រីកង្កែបថ្ងៃនេះរកបានតែកង្កែប3-4ក្បាលមិនមានអ្វីសោះបរោះនោះក៏បន្តដំណើរទៅមុខទៀតពេលនោះក៏ឃើញកង្កែបមួយយ៉ាងធំលោតមកសំដៅរកលោកគាត់សប្បាយចិត្តណាស់ហើយក៏ចាប់កង្កែបនោះដាក់ក្នុងទ្រុងទៅលុះព្រឹកឡើងប្រពន្ធគាត់ក៏ចាប់កង្កែបទាំងនោះមកធ្វើម្ហូបរៀបនឹងសម្លាប់កង្កែបទាំងនោះហើយក៏ស្រាប់តែកង្កែបធំជាងគេនោះក៏និយាយថាចៅភ្លេចតាហើយឬតាគឺតាអូននោះណាតានឹកចៅទាំងពីរណាស់ប្រពន្ធឮសំឡេងហើយក៏ស្រែកហៅប្តីថាបងអង្កែបនេះគឺជាតាអ៊ុនចាំកំណើតតាបងហាក់ជាតាអ៊ុនមែនអូនអាណិតណាស់តាមកចាប់កំណើតជាសត្វកង្កែបអញ្ចឹងទៅវិញនេះមកពីជាតិមុនតាសម្លាប់តែសត្វហើយធ្វើបាបប្រពន្ធកូនមិនចេះធ្វើបុណ្យទៀត
អ្វីទាំងនេះគឺជាកម្មដែលធ្លាក់មកលើតាឲ្យតាខ្លាចជាសត្វអង្កែបបែបនេះចៅ ដៃប្រពន្ធទាំងពីរក៏បានប្រឡែងកង្កែបទាំងអស់ទៅវិញហើយក៏រៀបចំខ្លួនទៅវត្តដើម្បីធ្វើបុណ្យឧទ្ទិសកុសលជូនតាអូនឲ្យឆាប់បានចាប់ជាតិថ្មីទៅ កំឡើងដើមស្វាយថ្ងៃត្រង់ក្រោយ ត្រៃស្ទើរតែផ្លាត់សំឡេងបើពេញខ្លួនទៀតអពុម៉ារឿងដើមស្វាយវិញ្ញាណរឿងនេះនិយាយអំពីផ្ទះតាឌីនៅឯចុងភូមិនៅផ្ទះគាត់មានដើមស្វាយធំមួយតាឌីនិយាយថាតាំងពីគាត់ធំដឹងក្តីមកក៏ឃើញដើមស្វាយនេះធំទៅហើយគិតទៅវាអាចចាស់ជាងគាត់ទៅទៀតតាឌីតែងតែហាមក្មេងមិនឲ្យឡើងទៅបេះផ្លែវាឡើយដោយសារវាខ្ពស់ហើយខ្លាចធ្លាក់ប៉ុន្តែគាត់ហាមយ៉ាងណាក៏មិនឈ្នះពួកក្មេងៗដែរដូចដឹងស្រាប់ហើយក្មេងៗគឺពិបាកហាមណាស់ថ្ងៃនេះនាងទឿនិងមិត្តរបស់វាបានទៅលេងផ្ទះរបស់តាឌីហើយក៏នាំគ្នាឡើងបេះស្វាយដោយសប្ដងតាឌីបានស្រែក ណែពួកអដែងកំឡើងដើមស្វាយថ្ងៃត្រង់ក្រោយចេះក្រែងលោធ្លាក់ណា បាទតាពួកខ្ញុំមិនឡើងបេះទេតែខ្ញុំសុំលេងនៅក្រោមដើមស្វាយនេះហើយព្រោះវាត្រជាក់ស្រួលណាស់តា ដំបូងនាយទឿនិងមិត្តភ័ក្តិរបស់គាត់លេងនៅក្រោមដើមស្វាយនៅធម្មតាទេប៉ុន្តែពួកគេបានងើយទៅលើក៏ឃើញផ្លែល្អពេកពួកគេទ្រាំមិនបានក៏ឡើងបេះវាទម្លាក់មក នាងទឿនិងមិត្តភ័ក្តិរបស់គាត់អង្គុយបរស៊ីយ៉ាងឆ្ងាញ់ប៉ុន្តែភ្លាមនោះមិត្តរបស់គាត់ក៏ស្រែកស្ទើរតែផ្លាត់សំឡេងអាទឿហើយវាថៃឯងបានជាឯងស្រែកយ៉ាងនេះតិចតាឌីគាត់លឺគាត់នៅក្បែរនេះសោះមិនមើលឯងឃើញខ្មោចមែនណា ខ្មោចមែនហើយមិនងើយមើលខាងលើឯងមើលនៅវាលៀនធំដល់ហើយដំបៅពេញខ្លួនទៀតអពុម៉ានាងទឿញ័រដៃញ័រជើងរត់មិនរួចខ្មោចនោះក៏ហោះសំដៅទៅនាងទឿចំណែកមិត្តភ័ក្តិរបស់នាងទឿក៏រត់បាត់សំដៅទៅផ្ទះតាឌី
តាជួយផងតា វិថីមិនបានចៅរត់មកត្រហេបត្រហប់បែបនេះអាណាកើតអី អាទឿត្រូវខ្មោចចូលហើយតានៅក្រោមដើមស្វាយនោះលឿនឡើងតា ចុងមិនប្រាប់ឲ្យលឿនមកតោះយើងប្រញាប់ទៅមើល នេះទឿបានត្រូវខ្មោចចូលខ្លួនរបស់គាត់មេឃក៏ចាប់ផ្ដើមងងឹតខ្យល់បក់យ៉ាងខ្លាំងតាឌីរត់មកដល់ក៏ហូតយករូបព្រះបដិមាករសម្រិតមួយចេញមកហើយក៏សូត្របាលីហើយយកដៃលោកទៅយករបស់ហើយបាចទៅលើទីទឿខ្លួនសំឡេងខ្មោចក៏ស្រែកគួរឲ្យខ្លាចគួរឲ្យព្រឺយ៉ាងខ្លាំងវាស្រែកធ្នោហ៊ូហ៊ូហើយតាឌីក៏និយាយទៅខ្មោចនោះថា អ្នកនាងខ្មោចមិនបានមកលងគេចូលសន្ធិដ្ឋនៃទឿបែបនេះ ខ្ញុំមិនបានទៅមកពួកគេទេតែក្មេងៗទាំងនេះមករំខាននិងបំពេញកម្លាំងខ្ញុំរស់នៅហើយខ្ញុំក៏មិនមានបំណងអាក្រក់លើពួកគេដែរខ្ញុំគ្រាន់តែប្រមានពួកគេមិនឲ្យមកឡើងបានឈើទាំងថ្ងៃត្រង់បែបនេះ បើនាងមិនមានបំណងអាក្រក់ទៅលើពួកក្មេងៗទេសូមនាងចាញ់ពីរូបរាងកាយរបស់គេទៅ ចាតាខ្ញុំសូមឲ្យតាជួយណែនាំក្មេងៗទាំងនេះកុំឲ្យមកឡើងបានឈើទាំងកណ្ដាលថ្ងៃទៀតឲ្យសោះព្រោះវាមានគ្រោះថ្នាក់ណាស់ មិនអីទេបើនាងទៅសូមឲ្យនាងឆាប់បានចាប់ជាថ្មីចុះ បើតាមគំនិតខ្ញុំចាស់មិនឲ្យយើងឡើងដើមឈើនៅពេល